សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel General Knowledge and English Grammar ថ្ងៃនេះយើងនឹងនិយាយអំពីព័ត៌មានអន្តរជាតិសំខាន់មួយនោះគឺហេតុអ្វីបានជាសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ហើយដូចធម្មតាយើងនឹងរៀនពីវិជ្ជាស័ព្ទវេយ្យាករណ៍និងរចនាសម្ព័ន្ធប្រយោគភាសាអង់គ្លេសក្នុងបរិបទនេះផងដែរតោះចាប់ផ្ដើមថ្មីនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារយោធាទ្រង់ទ្រីធំមកលើប្រទេសអ៊ីរ៉ង់តាមការរាយការណ៍ប្រតិបត្តិការនេះគឺជាការវាយប្រហារដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះហើយមានហេតុផលសំខាន់ចំនួន3នៅពីក្រោយការវាយប្រហារនេះទី1គឺ preventing Iran from developing nuclear weapons ប្រែថាការការពារមិនឲ្យអ៊ីរ៉ង់បង្កើតអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិកបាននិយាយថាអ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយរដ្ឋាភិបាលក្រុង Washington ជឿថាអ៊ីរ៉ង់កំពុងព្យាយាមស្ដារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញទី2គឺ concern over Iran's missile program ប្រែថាការព្រួយបារម្ភអំពីកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់មន្ត្រីអាមេរិកបាននិយាយថាអ៊ីរ៉ង់កំពុងអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយដែលអាចគំរាមកំហែងដល់ក្រុមប្រទេសសម្ព័ន្ធមិត្តនិងមូលដ្ឋានយោធានៅក្រៅប្រទេសរបស់ខ្លួនទី3គឺ eliminating threats from Iran and its proxies ប្រែថាការបំបត្តិការគំរាមកំហែងពីអ៊ីរ៉ង់និងក្រុមសម្ព័ន្ធពាក់ព័ន្ធនឹងប្រទេសនេះរដ្ឋាភិបាលអាមេរិកបាននិយាយថាអ៊ីរ៉ង់កំពុងគ្រប់គ្រងក្រុមសកម្មប្រយុទ្ធនានានិងបានគំរាមកំហែងដល់កងកម្លាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ាដូច្នេះនិយាយឲ្យសាមញ្ញគឺការព្រួយបារម្ភពីនុយក្លេអ៊ែរគូផ្សំជាមួយនឹងការគំរាមកំហែងពីមីស៊ីលគូផ្សំជាមួយនឹងចំនួនក្នុងតំបន់នាំឲ្យមានការវាយប្រហារយោធាមកលើប្រទេសអ៊ីរ៉ង់ពេលបន្តទៅសិក្សាពាក្យគន្លឹះនិងវេយ្យាករណ៍យើងខ្ញុំសូមណែនាំអំពីថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសដែលជាថ្នាក់រៀនអនឡាញតាមប្រព័ន្ធ Zoom ថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសគឺជាថ្នាក់រៀនមួយពេលបង់មួយពេលតាមប្រព័ន្ធ Zoom ស័ក្តិសមចំពោះអ្នកដែលចង់ពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងរចនាសម្ព័ន្ធឃ្លាវេយ្យាករណ៍និងការប្រើប្រាស់វិជ្ជាស័ព្ទឲ្យត្រូវតាមបរិបទភាសាអង់គ្លេសយ៉ាងវិញទៀតយើងមានការបញ្ចុះតម្លៃពិសេសសម្រាប់សិស្សចូលរៀនដំបូងផងដែរសូម scan QR code នៅលើអេក្រង់នេះឬចុចតំណជាប់នៅក្នុង caption ខាងក្រោមវីដេអូដើម្បីចុច subscribe នៅក្នុង channel Telegram របស់ថ្នាក់រៀននិងចុច like នៅក្នុងទំព័រ Facebook ខ្មែរ English Translation Class ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីថ្នាក់រៀនសូមអរគុណឥឡូវនេះសូមងាកមកមើលវិជ្ជាស័ព្ទដែលគេប្រើជាញឹកញាប់ក្នុងបរិបទព័ត៌មានអន្តរជាតិនេះទី1គឺ nuclear capability meaning the ability of a country to produce or use nuclear weapons ប្រែថាសមត្ថភាពក្នុងការផលិតឬប្រើអាវុធនុយក្លេអ៊ែរឧទាហរណ៍ Iran is accused of developing nuclear capability អ៊ីរ៉ង់ត្រូវបានចោទប្រកាន់ថាកំពុងអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរទី2គឺ ballistic missiles meaning missiles that travel long distances at very high speeds ប្រែថាមីស៊ីលបាញ់ចម្ងាយឆ្ងាយដែលហោះក្នុងល្បឿនលឿនខ្លាំងឧទាហរណ៍ Iran has continued developing ballistic missiles អ៊ីរ៉ង់បានបន្តអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយទី3គឺ proxy groups meaning armed groups supported by another country ប្រែថាក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធដែលទទួលបានការគាំទ្រពីប្រទេសផ្សេងឧទាហរណ៍ Iran is accused of supporting proxy groups in the Middle East អ៊ីរ៉ង់ត្រូវបានចោទប្រកាន់ថាគាំទ្រក្រុមសម្ព័ន្ធសកម្មប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាចំពោះចំណុចវេយ្យាករណ៍យើងខ្ញុំសូមបង្ហាញពីទម្រង់ passive voice ដែលគេតែងប្រើក្នុងព័ត៌មានជាញឹកញាប់ក្នុងបរិបទនេះគេប្រើ passive voice ដើម្បីផ្ដោតទៅលើអ្វីដែលបានកើតឡើងឬត្រូវបានធ្វើឡើងហើយមិនមែនផ្ដោតលើអ្នកដែលបានប្រព្រឹត្តសកម្មភាពនោះទេទម្រង់ passive voice ក្នុងព័ត៌មានភាគច្រើនគឺសរសេរឡើងក្នុងអតីតកាលឬ past tense ដែលទម្រង់នេះគឺ subject បូកជាមួយនឹង was ឬ were បូកជាមួយនឹង past participle ឬ verb 3ចូលមើលឧទាហរណ៍ទាំងនេះឧទាហរណ៍ទី1 military strikes were launched against Iran ការវាយប្រហារយោធាត្រូវបានធ្វើឡើងមកលើប្រទេសអ៊ីរ៉ង់ឧទាហរណ៍ទី2 The operation was described as the largest in decades ប្រតិបត្តិការនេះត្រូវបានពណ៌នាថាជាប្រតិបត្តិការធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះឧទាហរណ៍ទី3 The Iranian leader was killed in the attack មេដឹកនាំអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះមុននឹងបញ្ចប់យើងខ្ញុំសូមស្នើឲ្យប្រិយមិត្តសរសេរប្រយោគមួយដែលប្រើទម្រង់ passive voice
នៅក្នុង comment ខាងក្រោមវីដេអូ ឧទាហរណ៍ The attack was carried out by the United States យើងខ្ញុំនឹងត្រួតពិនិត្យនិងកែសម្រួលប្រយោគរបស់លោកអ្នកជាចុងក្រោយសូមប្រិយមិត្តកុំភ្លេចចុច like subscribe និង share បើសិនបើប្រិយមិត្តចង់បានវីដេអូព័ត៌មានគួបផ្សំនឹងការរៀនភាសាអង់គ្លេសបន្ថែមទៀតជួបគ្នានៅមេរៀនក្រោយសូមអរគុណ